ចាសួស្តីបងប្អូនថ្ងៃនេះមកទៀតហើយបងប្អូនអើយថ្ងៃនេះនាំគ្នាមកឆ្លងដរស្វាយជុំបងប្អូនដរស្វាយជុំនេះពេលល្ងាចមនុស្សច្រើនណាបងប្អូនមានម៉ូតូមានឡានគេឆ្លងទៅផ្ទះគេវិញអញ្ចឹងណាពូម៉ោងនេះម៉ោងគេត្រឡប់ពីកន្លែងការងារទៅផ្ទះវិញបងប្អូននេះថតទេសភាពខុនដូ Morgan ពួកដរស្វាយជុំហ្នឹងវានៅក្បែរនឹងខុនដូ Morgan ដែរបងប្អូននៅគៀកគ្នាមែនតើហ្មងហើយនេះទស្សនីយភាពបងដែលគាត់ឆ្លងដរត្រឡប់ទៅផ្ទះវិញបងប្អូនទេសភាពនៅនេះស្អាតណាបងប្អូនពេលថតនេះថតពេលល្ងាចបងប្អូនម៉ោងប្រហែលជាខ្ទង់4ល្ងាចបងប្អូនមានបងប្អូនណាខ្លះផ្ទះនៅខាងស្វាយជុំបើមានចូលខមមិននៅក្នុងវីដេអូហ្នឹងផងបងប្អូននេះមានទុកដរមួយទៀតគាត់ឆ្លងមកដែរគាត់ឆ្លងពីស្វាយជុំមកចូលដរស្វាយជុំនៅពេញវិញចិញ្ចូលរហូតណាបងប្អូនមនុស្សច្រើនណានៅនេះហើយអ្នកដែលគាត់ stress អីបើសិនជាចង់ប្រវត្តិ stress មកឆ្លងដរមកបងប្អូនទេសភាពស្អាតមែនតែនបងប្អូនអើយបងប្អូនមកឆ្លងខ្លួនឯងដឹងហើយ feeling វាខ្យល់អាកាសពីធម្មជាតិពីមាត់ទន្លេមកគឺវាស្រស់ស្រាយបងប្អូនវាធ្វើឲ្យអារម្មណ៍របស់យើងវា fresh air មកបងប្អូនទីតាំងនៅនេះបាក់ព្រានាពេលសូរិយារៀបលិចរលកព្រិចរំលេចពណ៌ប្រំសវ៉ាន់ពពកក្រសាត់កាត់មេឃនាពេលសាយន់ឯមីក៏លន់លន់សែនឆ្ងាយស្រណងភូមិនេសាទអណ្ដែតលើផ្ទៃជលសាសៃហាកន្ត្រារឿងតាមទាំងអូកាលបងនឹងអូនសាក្បូនស្នេហាយ៉ាងស្មោឯលើរូបប្របបងចោលអូនឯកាធ្វើម្ដេចរូបអូនជាកូនស្រីអ្នកនេសាជាតាមិនស្អាតប្រឡាំងជាប់ផ្លិនមកឆាបងស្គាល់ជាតិហើយបបកាចោលក្នុងជលសានេះហើយវាសនាបផានៅភូមិបាំងព្រីព្រៃត្របងគប់មករឿងស្នេហ៍អ្នកក្រដូចព្រាមកេសរត្រូវได้យកទៅប្រហាចាប់តាំងពីព្រឹករហូតដល់ខែវស្សាក៏ប្រស្នេហាមិនឃើញយាត្រាវិលវិញរូបអូនជាកូនស្រីអ្នកនេសាទជាតាមិនស្អាតប្រឡាំងជាប់ផ្លិនមកឆាបងស្គាល់ជាតិហើយបបកាចោលក្នុងជលសានេះហើយវាសនាបផានៅភូមិបាំងព្រីព្រៃត្របងគប់មករឿងស្នេហ៍អ្នកក្រដូចព្រាមកេសរត្រូវได้យកទៅប្រហាចាប់តាំងពីព្រឹករហូតដល់ខែវស្សាក៏ប្រុងស្នេហាមិនឃើញយាត្រាវិលវិញ
អញ្ចឹងបុប្ផាមួយតងដែលឯងអួតប្រាប់គ្នាថារីកលើទុកដល់រាល់ថ្ងៃនោះឥឡូវនាងដូចដេចទៅហើយសម្លាញ់តាំងពីស្ពានជ្រោយចង្វាគេតភ្ជាប់រួចមកនោះនាងមិនអាចឆ្លងទូគ្នាទេគេឆ្លងស្ពានតែរហូតអូឥឡូវតែនិយាយគ្នាអក្សរមិនទាន់អីផងថ្ងៃលេចល្មមប្រលប់ទឹកនាចរៀចរួយជ្រោយជ្រាំងថ្ងៃលិចខែបាំងនឹងទូដបងការរីកលើទូកកំពុងចំឡងព្រឹកល្ងាចនួនល្អងឆ្លងទៅឆ្លងមកជួបអូនម្ដងចិត្តបងញាប់ញ័ររន្ធត់ដូចដាវយ៉ាងមុតកាត់ទឹករលកកាត់មិនដេចនឹងបានធ្លាប់ឆ្លងទៅមកឥឡូវពុនលោកឆ្លងស្ពានថ្មវិញកាលស្ពាននៅដាច់នៅមានវាសនាចម្លងបោផាទាំងចិត្តទុនទិញឥឡូវស្ពានជាប់អាភ័ព្វកន្លង